ជាមិត្តដ៏ជិតស្និទ្ធគឺទុកឯងជាបងប្អូនពេលឯងពីបាំងចិត្ត we never talk I know alone ទៅណាយើងទៅទាំងវងមានឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូន2020ខែមករាថ្ងៃទី9ពេលព្រឹកព្រលឹមមិត្តភ័ក្ដិយើងមិនទាន់ដឹងខ្លួនមានសំឡេងរលើកទូរស័ព្ទទឹកភ្នែកខ្ញុំហូរអាឡូអាមីនេះស្លាប់ហើយពុទ្ធោនេះគឺជាសំឡាញ់ស្រែកសួរមេឃអាណាគឺជាអ្នកបាញ់ស្រែកសួរដីហេតុអីខ្វល់យកមិត្តភ័ក្ដិអញមិត្តទៅច្រើនថ្ងៃដែលអ្នកសម្លាប់នៅក្រៅសំណាញ់យល់ទេធေါ်ដែរទេបើគេអ្នកបាញ់ហើយយើងអ្នកចាញ់ต้องចាប់មិនបានអ្នកដែលនៅរស់នៅមិនអាចសម្រានរស់នៅមិនអាចសម្រានជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនមិនបានរយៈប៉ុន្មានអាចច្រឹងកចែកឋានហើយចេញទៅភ្លាមមិត្តភ័ក្ដិគ្រប់គ្នាទទួលមិនបានឈាមក៏ត្រៀមឲ្យឯងលុយក៏ត្រៀមឲ្យឯងខំសះស្វែងដើម្បីបញ្ជូនឯទៅវៀតណាមតែជាអកុសលឯស៊ូមិនបានផុតនៅលើឡានមិត្តភ័ក្ដិបងប្អូនទទួលដំណឹងទឹកភ្នែករហាមយើងស្រែករហូយំលាយំមករាជថាដេរឆានអោមិត្តសម្លាញ់ឯចាចេញពីពួកយើងគ្រប់ប្រានដោយសារតែជំងឺឯឈឺមិនយូរប៉ុន្មានមកពីទ្វេប្រហែសគ្រាន់តែគ្រុនឈាមឲ្យឯងចែកឋាននៅវេលាចុងក្រោយជុំមុខមកជួឲ្យអធិដ្ឋានកាលទៅជាតិណាយើងត្រូវធ្វើមិត្តនឹងគ្នាឲ្យបានជាមិត្តអញតាំងពីតូចធំឡើងឯងនៅតែតូចសំដីឯងពិតជាខូចតែចារិតឯងនេះពិតមិនដូចទីណាមានវត្តមានឯងគ្រប់គ្នាសប្បាយរហូតសំបីតែគ្រួសារអញក៏ស្រឡាញ់ឯងដែរណាអាតូចណែលុយជាតែអូនលុយហេតុអីជីជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនជីវិតកើតចឹងឈឺស្លាប់មិត្តព្រៀងពីនាងទៅបានមិត្តមួយគេបាញ់សំឡាប់ឯមិត្តមួយទៀតឈឺគ្រុនឈាមស្លាប់កំភ្លើងបាញ់ហើយបាញ់ចឹងករណីមិនទាន់ចប់នាងទៀតក៏លាចាងជីវិតមិត្តសល់តែទឹកបិចលើក្រដាំសម្លាញ់ទាំងពីរសូមឲ្យវិញ្ញាណក្ខន្ធសម្លាញ់ទាំងពីរសុខតិភពបើមានជាតិក្រោយសូមឲ្យពួកយើងខ្លាចជាមិត្តនឹងគ្នាទៀត You my best friend